នៅឯរាជធានីស្រីសូធរបុណ្យមានស្ដេចមួយព្រះអង្គឈ្មោះធម្មមីកូសាល់មានកូនស្រីតែមួយអង្គឈ្មោះសុជាតិគេហៅថានាងចៅអធិរាជតូនាងចៅគិតថាបើឪពុកស្លាប់បល្ល័ង្កនឹងជារបស់យើងនាងក៏សម្រេចចិត្តរិះរកវិធីដើម្បីសម្លាប់ឪពុកនាងពេលនោះនាងក៏សម្រេចចិត្តបង្ខំតាយ៉ាតឲ្យយកស្រាដែលនាងបានដាក់ថ្នាំពុលទៅឪពុករបស់នាងសោយភ្លាមនោះព្រះបាទសោយស្រាហើយក៏ដួលព្រះបរមច្ឆ័យមហេសីយំស្រែកចំណែកនាងចៅក៏បានធ្វើពុតយំតែក្នុងចិត្តសប្បាយត្រេកអជាខ្លាំងមិនយូរប៉ុន្មាននាងចៅក៏ឡើងក្រងរាជនាងចៅឡានក្រងរាជក៏បញ្ជាឲ្យឆ្លាក់សាលាចារឹកថាចៅអធិរាជតោចំណែកឃើញបែបនេះមិនអាចទ្រាំបានក៏ទៅប្រាប់ឧបរាជអំពីរឿងរ៉ាវដែរនាងចៅបានធ្វើទៅលើឪពុករបស់នាងនិយាយរួចឧបរាជក៏ប្រកាសចាប់ខ្លួននាងចៅយកមកដាក់ទោសទាហានរាប់រយចូលមកចាប់នាងចៅឧបរាជកាន់សាលាចារឹកដែលនាងចៅផ្ទាល់បានឲ្យឆ្លាក់នាងចៅត្រូវគេចងនៅលើគល់ខ្នោតខ្ពស់ទុកឲ្យសត្វចឹកស៊ីបន្តិចម្ដងចាប់ពីថ្ងៃនោះមកពេលណាកូនខ្មែរណាមានចិត្តអាប់ប្រៃគេតែងនិយាយរំលឹកគ្នាថាចៅអធិរាជតូកុំឲ្យឡើងសោះ